ធនីគារធំៗនៅប្រទេសចិននឹងបញ្ចប់សេវាជួញដូរមាសប្រើ leverage សម្រាប់វិនិយោគិនខ្នាតតូចធនាគារ Industrial and Commercial Bank of China ដែលជាធនាគារធំបំផុតលើពិភពលោកតាមរយៈទ្រព្យសកម្មបានប្រកាសថានឹងបញ្ឈប់សេវាអន្តរការីសម្រាប់ការជួញដូរលោហៈមានតម្លៃមាសនិងប្រាក់របស់វិនិយោគិនខ្នាតតូចនៅលើផ្សារ Shanghai Gold Exchange ចាប់ពីថ្ងៃទី24ខែកក្កដាខាងមុខនេះការសម្រេចចិត្តត្រូវបានប្រកាសកាលពីថ្ងៃទី25ខែមិថុនាដោយផ្ដល់ពេល1ខែឲ្យអតិថិជនដែលមានប្រតិបត្តិការកំពុងជួញដូរបិទការជួញដូររបស់ខ្លួន ICBC មិនមែនជាធនាគារតែមួយទេដែលមុននេះធនាគារធំៗដូចជា Postal Savings Bank of China, Ping An Bank និង China Gongfa Bank ក៏បានប្រកាសដាក់កម្រិតយ៉ាងតឹងរឹងលើការជួញដូរមាសសម្រាប់វិនិយោគិនខ្នាតតូចឬជាលក្ខណៈបុគ្គលផងដែរនេះបង្ហាញថាវាជាគោលនយោបាយទូទាំងវិស័យធនាគារចិនក្នុងការដកខ្លួនចេញពីអាជីវកម្មជួញដូរមាសដែលមាន leverage សម្រាប់អតិថិជនជួញដូរបែបបុគ្គលតើវិធានការថ្មីមានអ្វីខ្លះវិធានការរួមមានបញ្ឈប់ការបើកគណនីថ្មីសម្រាប់ការជួញដូរមាសនិងប្រាក់ដំឡើង margin requirement លើផលិតផលខ្លះរហូតដល់ 140% ដែលមានន័យថាมันអាចប្រើ leverage បានទៀតទេកំណត់ថ្ងៃផុតកំណត់ឲ្យវិនិយោគិនបិទប្រតិបត្តិការជួញដូររបស់ខ្លួន China Gongfa Bank ថែមទាំងបានកំណត់ឲ្យអតិថិជនលក់ចេញឲ្យបានមុនថ្ងៃទី30ខែមិថុនាបើមិនដូច្នេះទេនឹងអនុវត្តគោលការណ៍បង្ខំលក់ forced liquidation ហើយអ្វីបានជាចិនធ្វើបែបនេះការរឹតបន្តឹងនេះមិនមែនទើបតែកើតឡើងទេវាបានចាប់ផ្ដើមចាប់តាំងពីចុងឆ្នាំ2020នៅពេលដែលធនាគារចាប់ផ្ដើមបិទការបើកគណនីថ្មីសម្រាប់ជួញដូរលោហៈមានតម្លៃបន្ទាប់មកអាជ្ញាធរបានបន្តដំឡើងប្រាក់ធានា margin កាត់បន្ថយម៉ោងជួញដូរនិងរឹតបន្តឹងជាបន្តបន្ទាប់រហូតដល់ឈានមកដល់ការបញ្ឈប់ស្ទើរតែទាំងស្រុងនាពេលនេះតើអ្វីដែលជាមូលហេតុភ្លាមមូលហេតុសំខាន់គឺការធ្លាក់ថ្លៃមាសយ៉ាងខ្លាំងក្នុងឆ្នាំ2026មាសបានឡើងដល់កំពូលតម្លៃក្បែរ$5,600ក្នុង1អោនឬក្បែរ$674ក្នុង1ជីកាលពីខែមករាប៉ុន្តែបន្ទាប់មកបានធ្លាក់ជិត 30% មកក្រោម$4,000ក្នុង1អោនឬ$482ក្នុង1ជីនៅសប្តាហ៍មុនការធ្លាក់ខ្លាំងនេះបណ្ដាលមកពីប្រាក់ដុល្លារអាមេរិកឡើងថ្លៃទីផ្សាររំពឹងថាអត្រាការប្រាក់របស់អាមេរិកនឹងនៅខ្ពស់យូរជាងការរំពឹងទុកការប្រែប្រួលខ្លាំងនៃតម្លៃមាសបានធ្វើឲ្យហានិភ័យនៃគណនីដែលប្រើ leverage កើនឡើងហើយធនាគារប្រឈមមុខនឹងការខាតបង់ចំនួនជាមួយអតិថិជននិងការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសំណួរសួរថាតើប្រជាជនចិននៅតែអាចវិនិយោគមាសបានទេចម្លើយនោះគឺបានហើយវិធានការនេះមិនបានហាមឃាត់ការវិនិយោគមាសទាំងស្រុងទេប្រជាជននៅតែអាចទិញមាសដុំទិញកាក់មាសនិងគ្រឿងអលង្ការវិនិយោគតាមបែប Gold Accumulation Plan របស់ធនាគារវិនិយោគតាម Gold ETF ឬក៏ជួញដូរ Gold Future ទៅតាមគណនីក្រុមហ៊ុនមូលបត្រចុះចំណែកឯផលប៉ះពាល់លើទីផ្សារមាសអ្នកវិភាគមើលឃើញថាការសម្រេចចិត្តនេះសម្គាល់ការបញ្ចប់សម័យដែលវិនិយោគិនរាយអាចចូលជួញដូរមាសដោយប្រើ leverage តាមធនាគារបានយ៉ាងងាយស្រួលនៅពេលខាងមុខទីផ្សារមាសរបស់ចិននឹងផ្លាស់ប្ដូរទៅជាទីផ្សារដែលគ្រប់គ្រងដោយវិនិយោគិនស្ថាប័ននិងអ្នកជំនាញកាន់តែច្រើនដែលអាចជួយកាត់បន្ថយហានិភ័យសម្រាប់វិនិយោគិននិងអ្នកជួញដូរមាសនិងប្រាក់